កន្លែងនេះផងដែរខ្ញុំចង់បង្ហាញតាក់ទងទៅនឹងបញ្ហាដែលយើងកំពុងកើតបច្ចុប្បន្ននេះគឺតាក់ទងទៅនឹងការស្វិតក្តាប់នេះក្តាប់ដែលចេញមកហើយគឺចាប់ផ្ដើមឡើងខ្មៅទៅវិញហើយចំការភាគច្រើនគឺជួបប្រទះហើយបញ្ហានេះកត្តាដែលធ្វើឲ្យចន្ទីយើងស្វិតក្តាប់នេះគឺមានច្រើនកត្តាហើយទី1គឺតាក់ទងទៅនឹងអាកាសធាតុកាលណាអាកាសធាតុចុះត្រជាក់ហើយចាប់ផ្ដើមឡើងក្តៅមកវិញគឺអាចធ្វើឲ្យចន្ទីនេះស្វិតដូចគ្នាហើយមួយទៀតតាក់ទងទៅនឹងសត្វល្អិតវាអាចមានបញ្ហាតាក់ទងសត្វល្អិតដូចជាពពួកសម្ើឬទ្រីបនឹងវាធ្វើការបឺតអញ្ជក់នៅលើក្តាប់នេះក៏អាចធ្វើឲ្យចន្ទីនេះស្វិតក្តាប់បានដែរហើយមួយទៀតតាក់ទងទៅនឹងកត្តាសារធាតុចិញ្ចឹមដែលម្ចាស់ចម្ការគាត់ផ្ដល់ឲ្យជួនកាលអាចថាគាត់ប្រើទៅវាអត់គ្រប់គ្រាន់នៅតម្រូវការរបស់វាក៏អាចធ្វើឲ្យក្តាប់នេះស្វិតទៅវិញបានដែរសម្រាប់ដំណោះស្រាយទៅកាន់បញ្ហាស្វិតក្តាប់នេះដែរលោកអ្នកអាចប្រើប្រាស់ថ្នាំជំងឺដែលមានសារធាតុដែលលោកអ្នកបានឃើញនៅលើអេក្រង់នេះបានទី2ប្រើប្រាស់ថ្នាំសត្វល្អិតណាដែលត្រជាក់មានតម្រងម្សៅ WDG, SP, WP តម្រងជាប្រភេទទឹកអាចជា EC និង SC ទី3ប្រើជីបំប៉នឲ្យសមស្របនិងមានគុណភាពបើបានស្រោចទឹកតាមគល់កាន់តែប្រសើរបើមានលទ្ធភាព